ជាបឋមខ្ញុំសូមជម្រាបសួរប្រិយមិត្តបងប្អូនប្រុសស្រីគ្រប់រូបខ្ញុំបាទនេត្រាថ្ងៃនេះមានសាច់រឿងមួយឬក៏ពីរទៅតាមរឿងបើសិនជារឿងនឹងស្ដាប់ទៅវារឿងខ្លីខ្ញុំនឹងបន្ថែមសាច់រឿងចំនួនមួយទៀតដើម្បីឲ្យមានពេលវេលារឿងយូរបន្តិចនឹងឲ្យបងប្អូនទាំងអស់គ្នាថ្ងៃនេះមានសាច់រឿងមួយដើម្បីបំពេអារម្មណ៍របស់បងប្អូនទុកជាការស្ដាប់កំសាន្តហើយសាច់រឿងនីមួយក្នុងការលើកមកនេះខ្ញុំមិនបកិតបខំបងប្អូនឲ្យជឿទេសង្ឃឹមថាបងប្អូនចាត់ទុកថាវាជាសាច់រឿងមួយដើម្បីបំពេអារម្មណ៍របស់បងប្អូនក្នុងការស្ដាប់នឹងវាជាការកំសាន្តទៅចុះខ្ញុំសង្ឃឹមថាបងប្អូនគិតអញ្ចឹងហើយក្នុងរយៈពេលដែលលេងបុណ្យអុំទូកនេះបងប្អូនមានអារម្មណ៍ថាសប្បាយរីករាយដែរទេដើរជាមួយក្រុមគ្រួសារបងប្អូនណានឹងឲ្យសង្ឃឹមថាបងប្អូនបានដើរលេងសប្បាយមានស្នាមញញឹមរីករាយជាមួយនឹងក្រុមគ្រួសារហើយក្នុងការធ្វើដំណើរអីនេះសង្ឃឹមថាបងប្អូនគ្រប់រូបមានសុខសុវត្ថិភាពតាមផ្លូវហើយបងប្អូនខ្លះទៀតក៏កំពុងធ្វើដំណើរមកដែរហ្នឹងហើយដើម្បីធ្វើដំណើរហ្នឹងដើម្បីមកផ្ទះវិលមកផ្ទះវិញសង្ឃឹមថាមានសុខសុវត្ថិភាពតាមផ្លូវទាំងអស់គ្នាហើយសម្រាប់ខ្ញុំវិញមិនបានជាទៅដើរលេងណាទេនៅផ្ទះដើម្បីរកសាច់រឿងមកចែកជូនទៅដល់បងប្អូនបានស្ដាប់កំសាន្តនឹងហើយសាច់រឿងនេះគឺជាអេពីសូតទី3អេពីសូតទី3សាច់រឿងវាមានចំនួនមួយដែរដើម្បីយកមកចែកជូនដល់បងប្អូនបើសិនជាសាច់រឿងហ្នឹងមើលទៅថាវាខាច់ពេលវេលាពេកខ្ញុំនឹងបន្ថែមសាច់រឿងមួយទៀតដើម្បីចែកជូនទៅដល់បងប្អូនបានស្ដាប់កំសាន្តតោះឥឡូវកុំអោយខាតពេលយូរយើងចូលសាច់រឿងរបស់យើងសូមបន្តិចទៀតបងប្អូនមុននឹងចូលសាច់រឿងរបស់យើងសង្ឃឹមថាបងប្អូនកុំភ្លេចជួយ like និង subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីនិងសាច់រឿងថ្មីទៀតវាគ្រាន់តែជាការជួយលើកទឹកចិត្តរបស់ខ្ញុំទេវាគ្រាន់តែជាការជួយលើកទឹកចិត្តដល់ខ្ញុំទេក្នុងការធ្វើវីដេអូនិងសម្រាយនិងនិទានចែកជូនទៅដល់បងប្អូនបានស្ដាប់ជាបន្តទៀតឥឡូវយើងវិលចូលទៅសាច់រឿងរបស់យើងថាសាច់រឿងនេះគឺបែបណារឿងរ៉ាវមួយនេះខ្ញុំបានឮពីបងស្រីម្នាក់គាត់បាននិយាយប្រាប់ខ្ញុំនេះហើយខ្ញុំក៏យកមកចែករំលែកបងស្រីនេះគាត់មានឈ្មោះថាលីណាគាត់ជាអ្នកខេត្តតាកែវហើយសាច់រឿងនឹងហេតុការណ៍ដែលគាត់បានជួបគឺនៅក្នុងឆ្នាំ2012នៅក្នុងឆ្នាំ2012នេះគាត់មានវ័យប្រហែលជា17ឆ្នាំវ័យពេញវ័យជំទង់ពេញវ័យក្រមុំហ្នឹងទៀតណាគាត់មានអាយុប្រហែលជា17ឆ្នាំហ្នឹងក្នុងការជួបហេតុការណ៍ហ្នឹងលីណាគាត់ជាកូនអ្នកកសិករណាធ្វើស្រែចម្ការធម្មតាគ្រួសាររបស់គាត់ហ្នឹងមិនជាធូរធារអីប៉ុន្មានទេក្នុងថ្ងៃមួយលីណាហ្នឹងកំពុងតែនៅផ្ទះស្រាប់តែមិត្តភ័ក្តិរបស់លីណាមានឈ្មោះថារាវីណាមានឈ្មោះថារាវីហ្នឹងបានដើរមកប្រាប់គាត់ថាលីណាខ្ញុំសូមនិយាយភាសាចិត្តស្និទ្ធមិត្តភ័ក្តិទៅចុះបើមានជាពាក្យអក្សរអីសង្ឃឹមថាបងប្អូនមានការអធិស្ឋានដល់ខ្ញុំនឹងហើយរាវីបានដើរមកលេងផ្ទះលីណាហើយក៏បាននិយាយជាមួយនឹងលីណាថាលីណាឯងទៅធ្វើការដកដំឡូងជាមួយនឹងអញអត់ចឹងហ្នឹងសួរចឹងបងប្អូនហើយលីណាក៏និយាយថាចាំមើលអញសួរពុកម៉ែរបស់អញសិនរាវីក៏ប្រាប់លីណាថាបើទៅដកដំឡូងហ្នឹងគេអោយមួយថ្ងៃហ្នឹង30000ដែរបើទៅបានជាគ្នាជាមួយនឹងមាន2នាក់ទៀតខ្ញុំសូមនិយាយភាសាអក្សរបន្តិចឥឡូវថាកុំអោយតែបងប្អូនស្ដាប់ទៅអក្សរខ្ញុំសូមនិយាយជាភាសាគួរសមនឹងមានមិត្តភ័ក្តិរបស់យើង2នាក់ទៀតគេទៅហើយបើឯងទៅជាមួយទៀតយើងបានគ្នា4នាក់ហ្នឹងហើយបានទៅធ្វើការជាមួយគ្នា4នាក់ហ្នឹងលីណាលឺហើយក៏ឆ្លើយថាចាំសួរពុកម៉ែសិនបើសិនជាគាត់ព្រមខ្ញុំនឹងទៅជាមួយឯងដែរហ្នឹងហើយក៏និយាយពីនេះពីនោះតទៅទៀតចឹងទៅពេលនិយាយរួចរាល់រាវីក៏សុំលីណាហ្នឹងទៅផ្ទះរបស់គេវិញនៅពេលដែលលីណាឃើញរាវីទៅវិញហើយលីណាក៏បានទៅនិយាយជាមួយពុកម៉ែរបស់លីណាហ្នឹងថាម៉ែពុកខ្ញុំចង់សុំពុកម៉ែហ្នឹងទៅធ្វើការដកមើមដំឡូងហ្នឹងជាមួយនឹងរាវី
រាវីបានបបួលពីព្រោះអីអូខ្ញុំសូមភ្លេចបញ្ជាក់ប្រាប់ខ្ញុំភ្លេចបញ្ជាក់ប្រាប់ត្រង់ចំណុចមួយនេះម្ចាស់ថៅកែដកដំឡូងហ្នឹងគឺជាបងប្អូនសាច់ញាតិជីដូនរបស់រាវីពេលហ្នឹងគាត់រកកម្មករស្រីចំនួន4នាក់គាត់ខ្វះគាត់បានមកសួររាវីហ្នឹងមានមិត្តភ័ក្តិអីចង់ទៅដកមើលដំឡូងអីអត់ហើយអញ្ចឹងបានជារាវីហ្នឹងមកបបួលលីណាហ្នឹងឥឡូវនេះខ្ញុំវិលទៅខាងលីណាវិញម្ដងលីណាបានសុំឪពុកម្ដាយរបស់នាងហ្នឹងឪពុកម្ដាយរបស់នាងក៏និយាយថាបើសិនជាកូនឯងចង់ទៅហ្នឹងក៏ទៅចោះពីព្រោះអីគ្រួសារយើងក៏វាក្រខ្សត់ដែរអីណាមួយកូនឯងក៏ជាកូនបងគេអញ្ចឹងទៅមានតែទៅធ្វើការជួយចិញ្ចឹមប្អូននិងជួយពុកម៉ែតែប៉ុណ្ណឹងហើយគាត់ក៏បញ្ជាក់ប្រាប់ថែមទៀតថាកូនឯងបើទៅធ្វើការងារឆ្ងាយអីសង្ឃឹមថាកូនហ្នឹងចេះការពារសុខភាពខ្លួនឯងចេះប្រុងប្រយ័ត្នខ្លួនប្រាណអីជាដើមអញ្ចឹងទៅកុំចិត្តតែនិយាយពាក្យលេបខែជាមួយនឹងមនុស្សប្រុសដែលធ្វើការជាកម្មករជាមួយគ្នាកុំឲ្យមានបញ្ហាអីចឹងទៅពុកម៉ែរបស់គាត់ហ្នឹងប្តីផ្ដាំជាច្រើនហើយលីណាក៏ចិត្តតែចាស់តាមគាត់ចឹងទៅនឹងខ្ញុំសូមភ្លេចបញ្ជាក់ប្រាប់ត្រង់ថាលីណាគាត់ជាកូនបងគេបងស្រីគេហ្នឹងគាត់មានចំនួនបងប្អូនចំនួន4នាក់ស្រី2និងប្រុស2ហ្នឹងហើយគាត់បងស្រីគេចំណែកបន្តមកគឺប្អូនប្រុសរបស់គាត់ហ្នឹងមានអាយុថា14ហ្នឹងមានអាយុ14ក្នុងខ្ទង់អំឡុងឆ្នាំ2012ហ្នឹងលីណាគាត់ការសិក្សារៀនសូត្ររបស់លីណាហ្នឹងក៏បានតិចដែរត្រឹមតែថ្នាក់ទី3ទេហើយគាត់ក៏មិនដែលបានរៀនដែរគឺនៅផ្ទះជួយមើលប្អូននៅផ្ទះជួយធ្វើកិច្ចការងារផ្ទះជាមួយពុកម៉ែហ្នឹងហើយក៏បានសុំពុកម៉ែទៅធ្វើការក៏ជាលើកដំបូងដែរក្នុងការចាក់ចេញពីផ្ទះរបស់នាងហ្នឹងខ្ញុំសូមនិយាយពាក្យថានាងអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូនមិនប្រកាន់ចុះនិយាយទៅឲ្យស្រួលស្ដាប់លីណាក៏បានសុំពុកម៉ែរួចហើយពុកម៉ែរបស់លីណាក៏យល់ស្របក៏យល់ព្រមដែរនៅក្នុងថ្ងៃហ្នឹងហើយក៏ក្នុងយប់ហ្នឹងច្រឡំបងប្អូននៅក្នុងថ្ងៃហ្នឹងលីណាបានរៀបចំសម្លៀកបំពាក់រួចរាល់ជាស្រេចហើយក៏បានដើរទៅដល់ផ្ទះរាវីហ្នឹងបានប្រាប់រាវីថាពុកម៉ែរបស់អញហ្នឹងអុយទៅហើយពុកម៉ែរបស់គ្នាហ្នឹងអុយទៅហើយអីតង់ឯណាដែរស្រាប់តែរាវីនិយាយថាទៅស្អែកហ្នឹងពីព្រោះអីតន់មីងអញហ្នឹងនៅផ្ទះឯងហ្នឹងពេលយើងស្អែកទៅជាមួយគាត់ទៅយើងមិនហត់អស់ថ្លៃជួយឡានអីជាដើមអញ្ចឹងទៅហើយរាវីក៏នាំលីណាទៅជួបជាមួយនឹងអ្នកមីងរបស់រាវីហ្នឹងហើយអ្នកមីងរបស់រាវីហ្នឹងក៏បានមើលលើមើលក្រមហើយក៏និយាយថាបើទៅយើងក៏គ្រប់គ្នាឲ្យដែរពីព្រោះអីមីងក៏ខ្វះកម្មករ4នាក់ហើយមីងមកសួររាវីហ្នឹងឲ្យជួយរកអយឥឡូវគ្រប់ហើយស្អែកនេះយើងចេញដំណើរទៅពេលព្រឹកប្រហែលជាម៉ោង9ព្រឹកដល់ពេលនិយាយគ្នារួចរាល់អស់លីណាបានវិលមកផ្ទះវិញហើយក៏បានរៀបចំសម្លៀកបំពាក់រួចជាស្រេចហើយអស់ណាក៏បានរៀបចំខ្លួនប្រាណហើយក៏ចូលសម្រាកអញ្ចឹងតាលុះព្រឹកឡើងហ្នឹងក៏បានលាឪពុកម្ដាយរបស់លីណាហ្នឹងលីណាបានលាឪពុកម្ដាយរបស់ខ្លួនឯងឲ្យដើរទៅផ្ទះរាវីហ្នឹងមានខោអាវបង្វិចអញ្ចឹងតាពេលទៅដល់ហើយក៏រៀបចំជិះឡានចេញទៅហើយការធ្វើដំណើរចេញពីខេត្តតកែហ្នឹងទៅខេត្តមួយទៀតនៅឯត្បូងឃ្មុំវាឆ្ងាយគួរសមដែរគឺចេញពីម៉ោង9ហ្នឹងទៅដល់ត្បូងឃ្មុំហ្នឹងខ្ទង់ម៉ោងជា3អីជាដើមហ្នឹងបងប្អូនខ្ទង់ម៉ោង3តាមដែលគាត់បានបញ្ជាក់ប្រាប់ពេលមកដល់ផ្ទះថៅកែថាយើងហៅថៅកែចោះស្រួលហៅបន្តិចពេលមកដល់ផ្ទះថៅកែដំឡូងហើយថៅកែដំឡូងក៏ប្រាប់ទៅដល់រាវីឲ្យនាំមិត្តភ័ក្តិរបស់គ្នាខ្នងហ្នឹងឡើងទៅសម្រានលើផ្ទះសម្រានយប់ហ្នឹងស្អែកឡើងចាំទៅដល់ចំការដំឡូងពីព្រោះអីចំការដំឡូងវាឆ្ងាយពីផ្ទះថៅកែហ្នឹងវាឆ្ងាយគួរសមដែរអាចថាជិះឡានប្រហែលជាកន្លះម៉ោងទៅជិត1ម៉ោងដែរតានឹងដីរបស់គាត់ហ្នឹងក៏ឡើងសម្រានក្នុងរយៈពេលមួយយប់ហ្នឹងមិនជាសម្រានលក់ទេសម្រាប់លីណានោះពីព្រោះអីលីណាហ្នឹងមិនដែលបែកផ្ទះឬក៏បងប្អូនទេហើយក៏មិនដែលបែកពុកម៉ែដែរហ្នឹងក្នុងយប់ទី1ហ្នឹងលីណាបានដេកនឹកឪពុកម្ដាយនឹកប្អូនដែលធ្លាប់កន្លែងលេងជាមួយគ្នាធ្លាប់សាច់អាំងជាមួយគ្នាហ្នឹងគឺតម្រាំតែគាត់ដេកលក់ហ្នឹងប្រហែលជាម៉ោង1ឬក៏ម៉ោង2ហ្នឹងហើយតម្រាំតែគាត់សម្រានលុះព្រឹកឡើងបានហូបបាយពីព្រឹករួចរាល់ហើយ
thật cái nó có bàn prak ở phụ cọt nó lược bằng vạch đã vạch mò chỉ mùi khuôn nó đào vạch mò chỉ mùi khuôn nó lược đã lừa la đâm bay vừa đâm lại tranh tờ cái này chụp ca đâm lôn đâm bay vừa đâm lại tranh tờ chụp ca đâm lôn nó bay đã vừa đâm là rồi hồ tự đo chụp ca đâm lôn hái cứ miền tây chơi mùi nó chụp ca nữa bóng ồn cứ miền tây chơi mùi nó chụp ca nữa hay đi nát còn một toàn đang thà ta chơi chỉ tẹo bỏ pin à kê đà ai ta chơi nó mơ tao vì của lại tròn thà bày độc trung bình màu độc ai ta chơi nó miền cái đĩa xì khla ta thì chàng cho nó chặt tục thà miền cái đĩa xì khla ta thì chàng ta cái sọt tiền nè ai ta đang mơ tao được chỉ kế tục cho chỉ dù mò hai ai đây có vì thùng là mồm của sò mày đa nó chọn cả đầm lông nè có sắp ta một đôi cả đầm lông nè hái thảo cài mà chặt đầm lông nè có bàn prap lì ná nè rào vi nè ở bật phẹ pi nè tiệt trong sông mình tránh chmot tê pi nè tiệt không hay chậm lại lì ná có chậm lại chmot ở đài bị prom hiện mình tránh chmot bỏ cọt bật dừng ăn xong sệt cọt moni dây tê nè nó pe đa một đôi cả đầm lông nè lì ná nè rào vi mình kịch thà chi ta bộ dựng định là ná có sụp như từ bình từ mồ chẳng á thà bộ dựng định là ná có sạch chụp đầm lông đó có sắp tới ta lý hết còn là dây thà nụ tiệt chờ nụ cứ sầm rạp tại buồn anh buồn nạn nè hay chùm này cầm cò prok nừng nạn miền cua sáng cái tròn rừng để nòng cái lạnh say nè này định đồng thì tê tiệt buồn ai ta chờ nó cứ oi từ lì nạ để cho mình bật cọt khi mình đằng để thà ta chờ nó biết ban chỉ còn mình oi cầm cò mình để trong bật chi mình dồn nó pe đa lina nên là vì lì quạt bạc thà ở phụ quạt tầng buồn nạn nên để nhập tiền trên những cái sò thà có cái sò thà nỉ mất ban ở phụ trong bệnh nhập tiền trên nên trong cam cò pu mi hay là bong phèn tiết mấy cọ sầm rằn nè sắp ta cái phèn con này dây thà nè class sầm rằn tè bàn tè bị dốc nè class tiết để bàn pi bị dốc có chục nâu tiền nâng đây còn dù đa thà vì mình chắc là mấy bạn chỉ chơi mình trong sầm rằn tè chơi nữa phụ con này dây thà vì miền mạnh tê còn tại vì oxford trong định nào cái đá viên nó còn đã chơi chọn rừng chọn tòng cái lơ hay chọn rừng không tòng nướng ấy nè đầm bay bàn sụp cho là các sự kiện nướng ở việt thì chạy sùn trong đây ra vì đường đi nát có sóng say có sóng say có ba non kia nướng lực ấy bàn rồi bọc luôn ai nướng đặt là lực tiền nó pe thì đặt là lực tiền hai vụ có chập đàm vừa cả tay mặt đỏ đó mấy là bỏ cổ chập đàm hộp bài nâng phụ có chập đàm hộp bài ngày tròn nó pe đây phụ có hộp bài ngày tròn ruột có sắp tên miên lục pu mình nè đại quạt pha chia sầm ràn trong ngày pin nướng tùng pha chia 3-4 rồi mẹ đại quạt chỉ mà tô cắt chẳng á có chỉ cầm cò bật tay có chỉ nãy sọc phùm chết nè có chỉ cắt có ban một su lina nâng ra vi thà mà ôn anh mò sầm ràn nâng man chụp hái sắp ta ra vi slide tha trong tập mò mình tập hộp bài thẻ tròn hộp bài và ọp đà thật cả phải tình oi dùng một hộp trong tiếng mình từ một đòn mình đà ai lục bún có ban này dây tha mỗi anh cũng play tình thu dùng một oi phong hay xong cái xong ai phong bị pro ai giờ mình đà nó sọc tên nè dương chỉ là trong ngày hay ta chơi ní có cái tục cho như vậy đài năng ngày hay ta chơi tục cho nó từ ban thật cả bỏ dưới nước ban tình hay oi cả một co phần ra tất cả một co cái mình phần ra nó nâng là khác cái định ban bị dột là khác định ban bị dột chẳng hạn nó pedali tha oi thuốc sắp ta li ná chặt đam mèo làm thật hay vậy đó thì pro ấy sắp cái một prap một oi thù nè năng li ná có ban prap tổ căn lục pu nung tha lục pu ba san chia lục pu min thụ tết trong sòng bay ta sai cho một oi lục pu nước con này dây tha mình ấy đây pu miên chẳng pu chi từ giờ lại pu oi lục pu nước ban chi từ giờ thụ bay ta sai nước oi li ná nó peda oi li ná hái li ná có ban làng tập oi nhiều lớp tia cho mình rào vi nâng bật phẹt có pi nè tiền ở hai con sụp pe sòng xịt đấy sọc chẳng hạn cả rồi nó bị pro ấy sòng kê mà nó mới dạ tê một thời cá chỉ cả một cỏ đỏ đầm lỗ nâng bị đỏ mờ một tròn anh ấy phụ cốt vừa được cha với nhai
នៅពេលអុចរួចអីរួចហើយពួកគាត់ក៏ចង់មកក្រោមវិញក៏និយាយលេងជាមួយលោកពូនឹងសួរពីនេះពីនោះសួរលោកពូនឹងក៏សួរក្មួយនឹងថាក្មួយឯងមកពីខេត្តណាហើយក៏ជាអ្នកស្រុកណាអីចឹងណាលីណាក៏ប្រាប់តាមដំណើរដើមតងនឹងថាតកែនឹងបានទៅសួរពួកគាត់បានទៅដឹកពួកគាត់ពីខេត្តនេះចឹងទៅមកធ្វើការនឹងពេលដកដំឡងវិញពួកគាត់ទៅផ្ទះវិញនៅពេលដែលលោកពូនឹងនិយាយចុងក្រោយនឹងរួចហើយក៏ស្រាប់តែគាត់ជិះម៉ូតូរបស់គាត់ទៅកន្លែងគាត់វិញស្រាប់តែលីណានិយាយជាមួយនឹងរាវីនិងមិត្តភ័ក្តិរបស់គាត់2នាក់ទៀតនិយាយថាលោកពូនឹងនិយាយចេះតែផ្លែកហ្នឹងហើយក៏មិនសមចង់ហ៊ានជួបផ្ទះនឹងទៀតរឿងភ័យខ្លាចមិនទេហ្នឹងហើយនៅពេលដែលនិយាយគ្នារួចរាល់ហើយអស់ក៏ស្រាប់តែល្ងាចមកដល់ហ្នឹងនៅពេលដែលពេលរសៀលមកដល់ហ្នឹងថកែស្រាប់តែជិះឡានយកបាយមកឲ្យពួកគាត់និងព្រមទាំងអង្ករហើយនឹងឆ្នាំងនិងចានអីជាដើមដែលសម្រាប់ធ្វើបាយហូបទឹកហូបពីព្រោះអីពេលដឹកកតមកហ្នឹងគឺផ្លេចដាក់មកជាមួយគឺផ្លេចឲ្យចឹងរបស់អស់ហ្នឹងនៅពេលដែលថ្ងៃរសៀលហ្នឹងថកែយកមកឲ្យពួកគាត់ក៏រៀបចំផ្ទះសម្បាយរៀបចំចานបាយរៀបចំអីដើម្បីធ្វើបាយម្ហូបហ្នឹងសម្រាប់ហូបចឹងទៅហើយសម្រាប់ការរៀបចំរបស់គាត់ហ្នឹងទម្រាំតែរួចរាល់នឹងហូបបាយរួចហ្នឹងចូលម៉ោង7យប់បាទចូលម៉ោង7យប់ហ្នឹងក៏ពួកគាត់ហ្នឹងក៏នាំគ្នាទៅងូតទឹកពីងដែលកម្មករមុនបានដាក់នឹងបានបូមដាក់ចឹងទៅនៅពេលដែលពួកគាត់ងូតទឹករួចរាល់ហើយអស់ក៏ឡើងទៅសម្រាកណាគេក្នុងយប់ទី1ហ្នឹងម្នាក់គេមិនដកទេគេមិនស្កល់ទេពីព្រោះអីជាការផ្លាច់កន្លែងផងហើយក៏ជាផ្ទះមួយដែលមើលទៅវាគួរឲ្យខ្លាចគួររន្ធត់ចូលទៅវាព្រឺសម្បុរភ្ញាក់តាំងពីព្រឹកម្លេះពួកគាត់ក៏សម្រានទម្រាំទម្លាក់នឹងឡើងទៅពាក់កណ្ដាលអាត្រៀតអ្នកខ្លះទៀតមានទូរស័ព្ទហ្នឹងក៏មើលទូរស័ព្ទឯអ្នកខ្លះទៀតមានទូរស័ព្ទ12ប៉ែតហ្នឹងក៏និយាយទូរស័ព្ទអីជាមួយគូសង្សារអីចឹងទៅចំណែកលីណាវិញអត់មានគូសង្សារគេទេហើយទូរស័ព្ទហ្នឹងក៏មានត្រឹមតែ12ប៉ែតមួយគ្រឿងហ្នឹងចេះតែពេលល្ងាចបាននិយាយលេងជាមួយពុកម៉ែនិងបងប្អូនរបស់លីណាហ្នឹងហើយក៏រហូតដល់ពាក់កណ្ដាលអាត្រិតហ្នឹងពួកគាត់ក៏នាំគ្នាសម្រានអញ្ចឹងទៅនៅពេលដែលនាំគ្នាសម្រានអស់អញ្ចឹងទៅក៏លក់រហូតដល់ព្រឹកហើយក្នុងយប់ទី1ហ្នឹងវាអត់មានបញ្ហាអីកើតឡើងទេហើយរហូតដល់យប់ទី2ក៏ពួកគាត់មានបញ្ហាអីកើតឡើងដែរហ្នឹងយប់ទី3ក៏មានបញ្ហាកើតឡើងដែរគឺធ្វើការងារហ្នឹងធម្មតាហ្នឹងហើយហូបបាយមកហូបអីហ្នឹងថៅកែយកមកអោយធម្មតាប៉ុន្តែថៅកែហ្នឹងអោយប្រាក់ខែអោយថ្ងៃពលកម្មហ្នឹងពលកម្មជាថ្ងៃហ្នឹងក្នុងមួយថ្ងៃហ្នឹងគឺមានតែ30000ទេហ្នឹងហើយបាយមកហូបមកអង្គមកហូបអីលើគាត់ហ្នឹងហើយបាយដាំខ្លួនឯងធ្វើខ្លួនឯងហ្នឹងទៅក្នុងរយៈពេលមួយសប្តាហ៍ជាងដែលគាត់រស់នៅផ្ទះឈើហ្នឹងក្នុងសប្តាហ៍ជាងឥឡូវយើងចូលហេតុការណ៍របស់យើងម្ដងក្នុងសប្តាហ៍ជាងហេតុការណ៍ដំបូងហ្នឹងពួកគាត់ទាំង4នាក់ហ្នឹងបានជួបហេតុការណ៍ខ្លះចូលដល់សាច់រឿងរបស់លីណាមែនតើបងប្អូននឹងផ្ទៀងស្ដាប់ឲ្យបានច្បាស់ថាសាច់រឿងហ្នឹងគឺមានរសជាតិបែបណារបស់គាត់ណានៅពេលដែលចូលដល់មួយសប្តាហ៍ជាងហ្នឹងស្រាប់តែយប់ទី1យើងនិយាយថាយប់ទី1ដើម្បីបងប្អូនស្រួលស្ដាប់យប់ទី1ហេតុការណ៍ដែលកាត់ឡើងហ្នឹងដែលកំពុងតែកេងលងលក់ក្នុងដំណេកគ្នា4នាក់ហ្នឹងនៅក្នុងយប់ហ្នឹងបងប្អូនស្រាប់តែរាវីហ្នឹងណារាវីដឹងខ្លួនពាក់កណ្ដាលអាត្រិតរាវីដឹងខ្លួនពាក់កណ្ដាលអាត្រិតស្រាប់តែឮសំឡេងមនុស្សប្រុសម្នាក់ក្រហែមនៅក្រោមផ្ទះហ្នឹងក្រហែម3ដងនៅក្រោមផ្ទះក្រហែមលក្ខណៈក្រហែមមនុស្សឆ្អកកបងប្អូនមនុស្សឈឺកមនុស្សផ្ដាសាយក្រហែមហ្នឹងរបៀបហ្នឹងបងប្អូនហើយមនុស្សប្រុសហ្នឹងប្រហែលជាអ្វីខ្ទង់ប្រហែលជា30ជាងទេបើតាមរាវីនិយាយប្រាប់លីណាយកមកប្រាប់ខ្ញុំហ្នឹងក៏ឮសំឡេងក្រហែម3ដងហើយក៏ឮសម្រាប់ជើងដើរចេញទៅក្រៅរបងផ្ទះបាត់ទៅណាហេតុការណ៍យប់ទី1លុះព្រឹកឡើងពួកគាត់ក៏ទៅធ្វើការជាធម្មតាណាទៅធ្វើការជាធម្មតានៅពេលដែលមកពីកន្លែងធ្វើការវិញក្នុងពេលល្ងាចនេះបងប្អូនគាត់ស្រាប់តែឡើងមកដល់លើផ្ទះបងប្អូនហ្នឹងទេអីវ៉ាន់ខោអារបស់គាត់ហ្នឹងស្រាប់តែមានមនុស្សរើណាអីវ៉ាន់ខោអានោះបងប្អូន
ស្រាប់តែមានមនុស្សរើអារ៉ាពេញផ្ទះចឹងទៅហើយគាត់ក៏សួរថាពីណាគេមករកខោអាវរបស់យើងឬក៏មានចង់លួចគាត់ស្រាប់តែដើរទៅសួរអ្នកដែលនៅចិត្តនឹងប្រហែលជា 3-400 ម៉ែត្រណាអ្នកដែលគេស្នាក់នៅគេគ្រប់តង់គ្រប់អីធ្វើតូបគេចឹងណាធ្វើរោងមានរោងចង់តង់ចង់អីទៅសួរគេថាមានមនុស្សអីផ្លែកមុខអីដើរចូលទៅក្នុងផ្ទះឈើនឹងអត់ពីព្រោះអីមានពីណាគេទេមករើអីវ៉ាន់របស់ខ្ញុំរបស់ពួកខ្ញុំហ្នឹងក៏ស្រាប់តែមីងម្នាក់ហ្នឹងហើយស្រាប់តែមីងម្នាក់ហ្នឹងនិយាយប្រាប់ទៅដល់ពួកគាត់ហ្នឹង4នាក់ហ្នឹងថាអូគ្មានទេមីខ្ញុំបានឃើញពីណាគេដើរទៅទេអីឈ្មោះអញជួបហេតុការណ៍បែបហ្នឹងអីមិនមកអីរើមនោចិត្តមីងមកហ្នឹងហើយចាំមីងអោយតង់ប្រក់ដើម្បីសម្រានហើយចំណែកលីណានិងមិត្តភ័ក្តិរបស់គាត់3នាក់ទៀតក៏ឆ្លើយថាអត់ទេខ្ញុំនៅផ្ទះនោះក៏សម្រានលក់ស្រួលដែរក៏ស្រាប់តែពេលដើរមកផ្ទះនឹងវិញរ៉ាវីនេះក៏និយាយហេតុការណ៍ពីយប់មិញហ្នឹងប្រាប់ទៅលីណានិងមិត្តភ័ក្តិរបស់គាត់2នាក់ទៀតថាយប់មិញហ្នឹងអញមានឮសំឡេងពីណាមនុស្សប្រុសណាទេមកក្រហែមក្រផ្ទះហ្នឹង3ដងហើយក៏ឮសម្រាប់ជើងដើរចេញទៅបាត់ទៅណាស្រាប់តែលីណានិងមិត្តភ័ក្តិរបស់គាត់2នាក់ទៀតឮហើយក៏ចាប់ផ្ដើមភ័យបដ បងប្អូនចាប់ផ្ដើមភ័យពីព្រោះអីសំឡេងមនុស្សប្រុសហើយពួកគាត់ជាមនុស្សស្រី4នាក់ទៀតនៅចំការដំឡងទៀតក៏វាមិនជាអ៊ូអទេវាហាក់បីដូចជាស្ងាត់យប់ឡើងគាត់ស្រាប់តែភ័យអេលីណាហ្នឹងក៏និយាយសម្រួលអារម្មណ៍ខ្លួនឯងផងសម្រួលអារម្មណ៍មិត្តភ័ក្តិផងថាកុំគិតច្រើនពេកពេលខ្លះឯងយើងស្ដាប់ច្រឡំស្ដាប់អីចឹងទៅហ្នឹងហើយលុះយប់ទី2ណាយប់ទី2ហ្នឹងហេតុការណ៍ក៏កើតឡើងម្ដងទៀតហេតុការណ៍កើតឡើងម្ដងទៀតណាហេតុការណ៍កើតឡើងគឺកើតឡើងទៅលើលីណាម្ដងបងប្អូនកើតឡើងទៅលើលីណាម្ដងកើតឡើងទៅលើលីណាម្ដងហេតុការណ៍នេះនៅពាក់កណ្ដាលទៀតអត់ដែរកើតឡើងទៅលើលីណាយ៉ាងម៉េចលីណាកំពុងតែគេក៏ស្រាប់តែយល់សពឃើញថាមានមនុស្សប្រុសម្នាក់ហ្នឹងដើរកាត់មុខផ្ទះហ្នឹងណាដើរកាត់មុខផ្ទះហ្នឹងប៉ុន្តែលីណាផ្ទៀងមើលមុខបុរសម្នាក់ហ្នឹងគឺមិនឃើញទៅសោះលក្ខណៈដើរគ្រប់មុខបងប្អូនលក្ខណៈទទួលក្រសែងពណ៌ខ្មៅដើរគ្រប់មុខឯងដើរកាត់ផ្ទះនឹងប្រយទៅក៏ស្រាប់តែក្នុងយល់សពណាពេលបុរសម្នាក់ដើរកាត់ផុតទៅបាត់ហើយក៏ឃើញនារីម្នាក់ស្លៀកឈុតសបងប្អូនទទួលសនឹងសក់វែងទៅដល់កែងជើងសក់វែងមែនតើក៏ស្រាប់តែដៀងភ្នែកមើលលីណាហ្នឹងហើយលីណានៅក្នុងយល់សពហ្នឹងគឺឈរនៅមុខផ្ទះបងប្អូនណាក៏ដៀងភ្នែកមើលលីណាសម្លឹងសម្លក់មកលីណាដូចចង់គំនុំជាមួយនឹងលីណាចាហ្នឹងហើយនៅពេលដែលលីណាភ្ញាក់នៅពេលដែលលីណាឃើញហើយក៏ភ្ញាក់ដឹងខ្លួនព្រឹកបិទញើសជួហ្នឹងហើយលីណាក៏ស្រាប់តែឮសំឡេងមនុស្សនិងមនុស្សប្រុសនិងមនុស្សស្រី2នាក់និយាយលក្ខណៈដូចជាឆ្លុះគ្នាប្រកែកគ្នាខ្លាំងចឹងឆ្លុះប្រកែកគ្នាមិនដឹងជាសំឡេងហ្នឹងឮក្នុងផ្ទះឬក៏ឮក្រៅផ្ទះហើយលីណាក៏ចេះតែឮប៉ុន្តែស្ដាប់មិនយល់ថាពួកគេនឹងនិយាយពីអ្វីទេស្ដាប់អត់យល់ទេវាហាក់លក្ខណៈដូចសំឡេងនឹងស្រែកសម្លុតគ្នាទៅវិញទៅមកឆ្លុះប្រកែកគ្នាខ្លាំងចឹងបងប្អូនហើយលីណាក៏គិតថាអូប្រហែលជាពូមីងដែលនៅចិត្តនឹងគាត់ផឹកស្រាស្រវឹងអីឆ្លុះគ្នាអីចឹងប្រកែកគ្នាអីចឹងទៅពីព្រោះអីយប់អត្រាតពីស្ងាត់ចឹងអាចឮសំឡេងតាមខ្យល់មកប៉ុន្តែសំឡេងហ្នឹងលីណាស្ដាប់មិនយល់ទេនឹងហេតុការណ៍ទី2បងប្អូនទាំងអស់គ្នាលុះព្រឹកឡើងពួកគាត់ទៅធ្វើការកម្មករអីនឹងធម្មតាប្រកបការងារអុយគេធម្មតាទេប៉ុន្តែពួកលីណាក៏ចាប់ដើមគាត់សង្កល់ថាទេយប់មិញឯងនេះដូចជាឮសំឡេងមនុស្សហ្នឹងឆ្លុះប្រកែកគ្នាខ្លាំងណាស់ប៉ុន្តែមើលទៅអ្នកកម្មករដូចជាគ្មានពីណាគេមកដូចជាមានទុកព្រួយអីផងគ្មានពីណាគេមកដូចជាមិនជាមុខស្រពោនអ៊ូអាប់អីបន្តិចផងណាមានតែស្នាញញឹមសើចសប្បាយនិយាយលេងសើចជាមួយនឹងគ្នាលេងនឹងកំពុងតែគិតហ្នឹងស្រាប់តែមានលោកពូម្នាក់ដែលមកនិយាយលើកមុនជាមួយនឹងលីណាណាក៏មកកេះខ្នងលីណាថាបងអូនឯងមុខមាត់អីស្លេកស្លាំងម្ល៉េះកើតអីណោះក៏ស្រាប់តែនិយាយចឹងស្រាប់តែលីណាក៏ឆ្លើយថាខ្ញុំមិនស្លេកស្លាំងអីផងខ្ញុំមានកម្លាំងធម្មតាធ្វើការងារអីចឹងទៅលោកពូឯងប្រហែលជាព្រើភ្នែកហើយខ្ញុំធម្មតាទេបើមិនជឿសួរមិត្តភក្តិខ្ញុំតាមិត្តភក្តិរបស់លីណាហ្នឹងក៏មើលទៅលីណាហ្នឹងគឺធម្មតាទេមិនបានជាលោកពូនឹងមើលទៅលីណាស្លេកស្លាំងហើយលោកពូនឹងក៏សើចក៏គាត់និយាយថាពូនិយាយលេងទេជាមួយក្មួយហ្នឹងនិយាយលេងតានឹងធ្វើការងារធម្មតាទេ
នៅពេលដែលល្ងាចមកដល់ពួកគាត់ក៏មកផ្ទះឈើនឹងវិញណាហើយអារម្មណ៍របស់លីណានឹងចាប់ដើមលែងស្រួលហើយហ្នឹងហើយអារម្មណ៍របស់លីណានឹងក៏ចាប់ដើមលែងស្រួលហើយក៏បានមកផ្ទះនឹងវិញចិត្តតែចូលទៅដល់ក្នុងផ្ទះហ្នឹងចិត្តតែព្រឹសសម្បុរខ្ញាក់មានអារម្មណ៍តែភ័យខ្លាចអ្វីមួយយ៉ាងប៉ុន្តែមិនដឹងជាភ័យខ្លាចអីគេមិនដឹងជាភ័យខ្លាចមនុស្សឬក៏ភ័យខ្លាចអមនុស្សអញ្ចឹងណាបងប្អូនមិនដឹងជាភ័យព្រួយរឿងអីនៅក្នុងចិត្តរបស់លីណានៅពេលដែលយកមកដោះនឹងហេតុការណ៍ទី3កើតឡើងបងប្អូនទាំងអស់គ្នាស្រាប់តែលីណានិងរាវីនិងមិត្តភ័ក្តិរបស់គាត់2នាក់ទៀតកំពុងតែលេងទូរស័ព្ទហ្នឹងអ្នកខ្លះទៀតនិយាយទូរស័ព្ទហ្នឹងក៏ស្រាប់តែកំពុងតែលេងទូរស័ព្ទនិងនិយាយទូរស័ព្ទហ្នឹងហើយចំណែកលីណាក៏គាត់កំពុងនិយាយទូរស័ព្ទជាមួយពុកម៉ែរបស់គាត់ដែរនិយាយពីនេះពីនោះការនឹកនាហើយពុកម្ដាយរបស់គាត់ហ្នឹងក៏សួរនាំពីបញ្ហារឿងបាយទឹកពីរឿងការងារពីការសុខសប្បាយឬអត់ចឹងណាហ្នឹងហើយលីណាកំពុងតែសន្ទនាជាមួយឪពុកម្ដាយរបស់គាត់ឯអ្នកផ្សេងទៀតក៏សន្ទនាផ្សេងជាមួយអ្នកដទៃអីចឹងទៅហ្នឹងហើយកំពុងតែសន្ទនានេះស្រាប់តែដំបូលផ្ទះឈើហ្នឹងបងប្អូនលន់លឺសំឡេងមួយដូចធ្លាក់អីពីលើចឹងមកធ្លាក់អីពីលើកាន់ដំបូលផ្ទះហ្នឹងលឺសូកផាំងពួកគាត់ក៏ភ្ញាក់ព្រឹកក៏ត្រាក់ខ្លួនភ្ញាក់ព្រឹកហ្នឹងហើយក៏ត្រាក់ខ្លួនភ្ញាក់ព្រឹកក៏ងាកមើលសម្លឹងមុខគ្នាសួរថាឯងមានលឺអីសម្រាប់យើងអត់ចឹងណាស្រាប់តែម្នាក់និយាយព្រមគ្នាថាលឺថាសំឡេងនេះមិនដឹងជាអីធ្លាក់កាន់ហ្នឹងហើយពួកគាត់ក៏ស្រាប់តែបិទទូរស័ព្ទហើយក៏ស្ងប់គ្នាដេកដល់ភួយហ្នឹងហេតុការណ៍យប់ទី3នៅពេលដែលហេតុការណ៍យប់ទី3នឹងទៅដល់រហូតដល់ពាក់កណ្ដាលអាត្រាតថែមទៀតណាពាក់កណ្ដាលអាត្រាតហ្នឹងស្រាប់តែរាវីនេះចាប់ដើមចុកពោះបងប្អូនចាប់ដើមចុកពោះខ្លាំងបងប្អូនគាត់ក៏ដាស់មិត្តភ័ក្តិរបស់គាត់3នាក់ទៀតមានលីណាឯជាដានឹងក៏បានជូនពួកគាត់បានជូនរាវីនេះទៅធ្វើបត់ជើងឬក៏ធ្វើអីការងាររបស់ស្ត្រីរបស់គាត់ចឹងទៅពេលដែលពួកគាត់ជូនទៅហើយនៅពេលដែលអ្នកខ្លះទៀតចុចទូរស័ព្ទនៅក្នុងផ្ទះនេះណាអ្នកខ្លះទៀតក៏ចូលអីនិយាយទូរស័ព្ទអីតាមផ្លូវចឹងទៅហើយចំណែកលីណានេះជូនរាវីនេះទៅធ្វើកិច្ចការងាររបស់គាត់ចឹងណាបងប្អូននៅពេលដែលណាលីណាបន្ទាប់ពីជូនរាវីមកវិញហើយគាត់ស្រាប់តែឃើញម្នាក់នោះធ្វើមុខទឹកមុខរឿងភ័យស្លេកបងប្អូនទាំងអស់គ្នារឿងភ័យរឿងញ័រហើយលីណានិងរាវីក៏ស្រាប់តែសួរថាឯងកើតអីស្រាប់តែនារីម្នាក់ហ្នឹងបងប្អូនទាំងអស់គ្នាគាត់និយាយថាឯងកំពុងតែនិយាយទូរស័ព្ទស្រាប់តែមានមនុស្សស្រមោលសមួយដូចជាស្ត្រីយ៉ាងម៉េចទេថាដូចនារីម្នាក់ទេដើរកាត់មុខឯងវីវលក្ខណៈស្រមោលបងប្អូនហ្នឹងដើរកាត់ក៏បាត់ឈឹងចឹងទៅហើយលីណាក៏ចិត្តតែនិយាយថារួមគ្នាអីចឹងណាបងប្អូនហើយគាត់តែជាការព្រើគ្នាទេកុំគិតច្រើនពេកតោះឡើងទៅលើផ្ទះពីព្រោះអីយប់ហើយខ្លាចមានចោរឬក៏មានមនុស្សដែលមិនល្អមកធ្វើបាបនៅពេលដែលពួកគាត់ឡើងទៅលើផ្ទះវិញសម្រាប់ហ្នឹងបងប្អូនទាំងអស់គ្នាក្នុងហេតុការណ៍យប់ទី3នៅពេលដែលប្រហែលជាមន់រងាហ្នឹងប្រហែលជាម៉ោង3មិនដឹងម៉ោង4មិនដឹងទេបងប្អូនទាំងអស់គ្នាប៉ុន្តែតាមដែលលីណាបញ្ជាក់ប្រាប់មន់គឺជាភ្លឺដែរគាត់ស្រាប់តែឮសំឡេងមនុស្សកាប់ជើងសងផ្ទះបងប្អូនទាំងអស់គ្នាលឮសុបផាំងចឹងបងប្អូនលឮចឹងហ្នឹងហើយគាត់ស្រាប់តែឮសំឡេងមនុស្សស្រីហ្នឹងសើចជាមួយថែមទៀតបងប្អូនសើចផងយំផងស្រែកផងហ្នឹងហើយសំឡេងធ្ងន់នឹងលក្ខណៈស្ដាប់ទៅវាធ្វើឲ្យព្រឹកព្រួចហ្នឹងដល់ថ្នាក់បងប្អូនទាំងអស់គ្នាដឹងទេលីណានិងមិត្តភ័ក្តិរបស់គាត់2នាក់នឹងទៀតនោះកំពុងតែភ័យអង្គុយញ័រនៅលើផ្ទះហ្នឹងគាត់ស្រាប់តែឮសំឡេងហ្នឹងកាប់បថៅហ្នឹងបថៅកាប់ទៅសោះផ្ទះហ្នឹងផាំងក៏ឮសំឡេងមនុស្សស្រីសើចហ្នឹងឮសំឡេងមនុស្សស្រីសើចផងយំផងធ្ងន់ធ្ងរផងទុកវាលក្ខណៈមនុស្សសប្បាយចិត្តបន្តិចមនុស្សកាត់ទឹកបន្តិចអាម៉េចទេបងប្អូនហ្នឹងហើយនឹងពួកគាត់លឺឲ្យមានអារម្មណ៍ថាគួរឲ្យខ្លាចមែនទែនបងប្អូនទាំងអស់គ្នាពីព្រោះអីគាត់ស្ត្រីអីក៏វ័យជំទង់គ្នា4នាក់ផងមកជួបហេតុការណ៍បែបហ្នឹងសំបីតែខ្ញុំហ្នឹងក៏ភ័យខ្លាចដែរសំបីតែនិយាយហ្នឹងក៏ព្រឺសម្បុរខ្ញាក់ដែរហ្នឹងហើយ
cục bung tại lưu sầm lây nâng hái sắp tới lưu sầm lây một bọc sậy bị còng mỏ bọc còn đằng kia sậy tham mày thế bộ niềng anh chắc trên bị thế anh phim bơ mình trong ngọt tầng ọt khni sắp tới sầm lây nâng dây chẳng bong bồn ọt khni nị dây là cái nặng sậy cùng hộ một bộ quạt lưng nho oi bong bồn nặng khang cái sừng chầm nách raวิ่งกุยโยมเต็มดอกอันนึงมุดแพะกดใบน่ะเต้นกุยโยมเต็มดอกปนแต่สำหรับลีนะกดพยายามสำรวจอารมณ์นึงสเตะระบบก่อนเนาะสำรวจอารมณ์นึงสเตะระบบก่อนนะบางคนออกนี่ก็พยายามสำรวจอารมณ์คนเองนะให้ก็เลยได้สัมผัสแท้โอ้ខ្ញុំសុំទោសស្អីខ្ញុំឈប់នៅមែនតើហ្នឹងខ្ញុំឈប់នៅស្អីខ្ញុំចាញ់សឹកតែសម្ដែងនេះបាត់ឈឹងបាត់ភ្លាមនៅពេលដែលគាត់និយាយពាក្យថាឈប់នៅលុះពេលប្រហែលជាម៉ោងប្រហែលជា6ព្រឹកពួកគាត់ក៏ស្រាប់តែចុះពីលើផ្ទះហ្នឹងរត់ទៅកន្លែងដែលលោកពូនិងអ្នកមីងនោះនៅចិត្តហ្នឹងបងប្អូនគាត់ស្រាប់តែរត់ទៅនឹងហើយក៏និយាយប្រាប់នៅហេតុការណ៍ដែលគាត់បានជួបចឹងទៅស្រាប់តែអ្នកមីងនោះនិយាយប្រាប់ទៅវិញថាការដែលមីងហើយនឹងពូនៅហ្នឹងក៏ជួបចឹងដែរការក្រុមគ្រួសារមីងហ្នឹងក៏ជួបហេតុការណ៍ចឹងដែរហ្នឹងហើយវាដូចតែគ្នាដែរពីព្រោះមីងមិនចង់ប្រាប់ពីព្រោះឃើញក្មួយឯងនៅបានមួយសប្តាហ៍ជាងដូចជាមានក្តីសុខមានអីដូចជាអត់មានអីកាត់ឡើងចឹងមីងខ្ជិលនិយាយទៅខ្លាចគិតថាមីងនឹងពូបន្លាចក្មួយឯងចឹងណាសត្វតាលីណាហួសចិត្តមែនតើបងប្អូនបើមានរឿងរ៉ាវបែបហ្នឹងហេតុដូចមិនដេចបានជាមិនប្រាប់ពួកគាត់ហ្នឹងហើយដល់ពេលនិយាយហេតុការណ៍រួចរាល់ហើយក៏លីណាហ្នឹងសុំតាំងរបស់ពូមីងហ្នឹងសម្រាប់អង្កេតហ្នឹងហើយពួកគាត់ក៏ធ្វើការងារជាធម្មតាហើយចំណែករាវីនោះវិញគាត់ធ្វើការឡើងកើតក៏បានតែទៅសុំថៅកែហ្នឹងសុំទៅផ្ទះវិញហើយនឹងមិត្តភ័ក្តិរបស់គាត់2នាក់ទៀតហ្នឹងក៏ទៅផ្ទះវិញដែរពីព្រោះអីម្នាក់ឈឺចង់ជុំសក់ហើយចំណែកលីណាវិញលក្ខណៈមើលទៅគាត់ដូចជារឿងមមនឹងគាត់ប្រឹងតស៊ូបងប្អូនទាំងអស់គ្នាគាត់ប្រឹងតស៊ូដើម្បីជួយជ្រោមជ្រែងគ្រួសាររបស់គាត់ណាហ្នឹងហើយមូលហេតុដែលគាត់មិនទៅជាមួយនឹងរាវីហើយនឹងមិត្តភ័ក្តិគាត់2នាក់ទៀតពីព្រោះថាការណាត់គិតថាទៅ3នាក់ហើយបើលីណាទៅម្នាក់ទៀតវាអាចបញ្ហាអីថាកន្លែងការងាររបស់គាត់នឹងមិនដិតដល់ឬក៏មិនល្អធ្វើឲ្យកម្មកររត់គេមិនគិតទៅលើអមនុស្សចឹងណាបងប្អូនគាត់ដំឡើងថ្លៃពលកម្មអុយលីណាហ្នឹង 10000 ទៀតបានរហូតដល់ 40000 ហើយលីណាក៏គិតពិចារណាមើលថាវាគួរសមហើយក៏នៅទៅធ្វើការងាររហូតដល់អស់មើលដំឡងទៅលីណាហ្នឹងវិលមកផ្ទះសម្បែងវិញនៅពេលដែលវិលមកផ្ទះសម្បែងវិញលីណាក៏បានទៅអុយលោកស្រីទឹកប្រកាត់គ្រោះអីជាដើមអញ្ចឹងទៅហ្នឹងហើយដើម្បីលើករាសីឲ្យបានកំពុងប៉ុស្តិ៍ពីព្រោះអីសិនតែគាត់ជួបហេតុការណ៍ម្ដងនឹងមកគាត់ខ្លាចដែរប៉ុន្តែគាត់បាននៅជាមួយនឹងគ្រួសារពូមីងដែលនៅចិត្តហ្នឹងហើយហូបបាយជាមួយគាត់រស់នៅជាមួយគាត់វាគ្មានបញ្ហាអីកើតឡើងទៀតដែរហ្នឹងហើយបងប្អូនទាំងអស់គ្នារឿងរ៉ាវរបស់លីណាគឺមានតែប៉ុណ្្នឹងទេអីមួយទៅពេលវេលារបស់យើងក៏វារៀងខ្លីដែរដូច្នេះខ្ញុំសូមបន្ថែមរឿងមួយទៀតរឿងហ្នឹងដូចជាបងប្រុសបងថ្លៃរបស់ខ្ញុំជួបបងប្អូនបងថ្លៃរបស់ខ្ញុំជួបកាលហ្នឹងគាត់នៅរៀនថ្នាក់ទី12បងប្អូនដឹងទេនៅរៀនថ្នាក់ទី12ប៉ុន្តែគាត់ទៅស្នាក់នៅវត្តបងប្អូនហ្នឹងហើយគាត់ទៅស្នាក់នៅវត្តមួយនឹងហើយគាត់មួយនឹងទៀតបងប្អូនណាគាត់លោកគាត់ឈើលោកដែលនៅវត្តហ្នឹងអត់មានលោកសង្ឃទេហើយក៏អត់មានដូនជីណានៅដែរហើយក៏អត់មានសិស្សលោកនៅដែរគឺគាត់បានទៅសុំលោកឲ្យនៅលោកឲ្យនៅគាត់ណានៅពេលដែលយកគាត់ណាឡើងសម្រាប់យកទី1បងប្អូនទាំងអស់គ្នាដឹងមិនដែរបងថ្លៃខ្ញុំណាបងប្អូនគាត់បានជួបហេតុការណ៍មួយគាត់ឮសំឡេងយំនៅក្នុងកុដិហ្នឹងបងប្អូនទាំងអស់គ្នាដឹងទេសំឡេងយំនៅក្នុងកុដិហ្នឹងលើក្បាលក្រែហ្នឹងក្បាលក្រែដេកហ្នឹងបងប្អូនឮសំឡេងយំនៅលើក្បាលក្រែដេកហ្នឹងគាត់ស្រាប់តែងាកសម្លឹងបើកភ្លើងអំពូលភ្លើងហ្នឹងអំពូលភ្លើងពីព្រោះអីលោកបញ្ឆេះម៉ាស៊ីនភ្លើងហ្នឹងរហូតដល់ព្រឹកហើយមានកង្តាក់សម្រាប់ដើរភ្លើងចឹងតាគាត់មានគ្នា2នាក់ពួកម៉ាក់គាត់ដែលរៀនថ្នាក់ទី12ជាមួយគ្នាហ្នឹងហើយពួកម៉ាក់គាត់ហ្នឹងក៏បានសម្រានលបាត់បងគាត់ដឹងខ្លួនអ្នកបងថ្លៃខ្ញុំហ្នឹងគាត់ដឹងខ្លួនស្រាប់តែលឺសំឡេងនឹងយំបងប្អូនហើយរមើលរត់ឃើញគាត់ដើរអត់មើលក្រោមក្រែផងដើរអត់មើលក្បាលក្រែផងអត់ដឹងទេប៉ុន្តែសំឡេងយំនោះទៅយំចឹង
nóតែបន្តយំណាហើយក៏ចាប់ផ្ដើមព្រឺសម្បុរខ្ញាក់កបោលសក់កបោលឡើងចង់ប៉ុនតោឲ្យបងប្អូនទាំងអស់គ្នាគាត់បាក់សម្ដីនឹងយំធ្ងន់ធ្ងរនោះគួរឲ្យខ្លាចមែនដែរនៅពេលដែលគាត់ខ្លាចខ្លាំងពេកគាត់ក៏បានដាស់ពួកម៉ាក់របស់គាត់ទៅងើបហ្នឹងហើយពួកម៉ាក់របស់គាត់បានងើបដឹងខ្លួនហើយក៏ស្រាប់តែសម្លេងយំនោះក៏បានបាត់ហ្នឹងហើយសម្លេងយំក៏បានបាត់ហ្នឹងក៏ពួកម៉ាក់គាត់និយាយថាហេអញធ្វើអញកំពុងតែដេកយល់សក់ស្រួលបងណាចំណែកពួកម៉ាក់គាត់នោះដេកលក់យល់សក់ឯណាសបាយនោះរីករាយនោះឆ្កយសក់ស្រួលនោះឆ្កយចំណែកបងថ្លៃខ្ញុំវិញគាត់កំពុងតែជួបហេតុការណ៍ប្លែកបងប្អូនសម្លេងយំប៉ុន្តែរមើលឃើញថាពីណាគេយំនឹងជប់ទី1បងប្អូនចំណែករហូតដល់ពួកគាត់សម្រានលុបទៅវិញស្រាប់តែលឺសម្លេងខ្លាញ់សាក់ស្រេចចំនួន3ខ្វាក់ណាបងប្អូននៅលើដំបូលគាត់ហ្នឹងសម្លេងខ្លាញ់សាក់ស្រេច3ខ្វាក់ហើយគាត់ក៏ភ្ញាក់ព្រឹកតាពីរហ្នឹងភ្ញាក់ព្រឹកក៏មើលមកគ្នាចំមិនចេះvậyទៅមកដេកនៅវត្តដំបងផងមកជួបចឹងខ្លាញ់សាក់មកយំនៅដំបូលគាត់ចឹងដេកអំឡុកទៅទីបាក់រត់តាំងយប់នេះយប់ទី1បងប្អូនចំណែករហូតដល់យប់ទី2ណាយប់ទី2គឺជាយប់ដែលគាត់រត់ផាសកញ្ញាមែនទែនបងប្អូនគាត់ស្រាប់តែដេកយប់ឡើងបងប្អូនដឹងទេពួកម៉ាក់របស់បងថ្លៃខ្ញុំហ្នឹងស្រាប់តែមានពីណាគេទាញជើងទម្លាក់ទៅលើក្រែឡងលឺស៊ូដឹបហ្នឹងបងប្អូនឡងលឺស៊ូសំឡេងអញ្ចឹងឡងលឺស៊ូដឹបធ្លាក់លើក្រែហ្នឹងហើយបងថ្លៃខ្ញុំអត់ដឹងខ្លួនទេនៅពេលដែលពួកម៉ាក់របស់បងថ្លៃខ្ញុំធ្លាក់ទៅលើក្រែហើយគាត់មកទាញជើងបងថ្លៃខ្ញុំនឹងម្នាក់ទៀតទាញធ្លាក់ទៅលើក្រែទៀតបងប្អូនអរគុណទាញធ្លាក់ទៅលើក្រែហើយគាត់សកត់គាត់យកតែម្ដងនៅពេលនោះសកត់គាត់តាំងពីអ្នកបងប្អូនទាំងអស់គ្នាគាត់រើទម្រាំតែរួចនៅពេលដែលរើរួចបងប្អូននឹងមិនទ្វារគាត់លុកអាពងដាក់កលឿនទាញមកទំហឹងមានបើកកលឿនណាបងប្អូនទាញមកទំហឹងលើបើកទ្វារគាត់លុកណាអ្នកពួកម៉ាក់គាត់លុបផ្លោះរបស់លុបផ្លោះកម្មចដើហ្នឹងពីលើដល់ក្រមបងប្អូនលុបផ្លោះតាពីអ្នកហ្នឹងលុបផ្លោះរត់ទៅគាត់ចាអធិការវត្តក៏ស្រែកប្រាប់ចាអធិការវត្តក៏ប្រាប់ចាអធិការវត្តអង្គុយសាច់បងប្អូនថាសាច់ថាអាត្មាចង់គាត់ញោមដែរចង់គាត់ឲ្យអូនឯងមិនអោយដេកនឹងគាត់នឹងដែរពីព្រោះឯគាត់ហ្នឹងគឺជាគាត់ដែលចង់កហ្នឹងឈើផ្ទះហ្នឹងគឺជាផ្ទះប្រពន្ធហ្នឹងត្រូវបានគេចង់កត្រូវបានចង់កស្លាប់ហើយប្តីក៏បានយកតាឈើហ្នឹងមកប្រគេនលោកហើយក៏ទុកចោលហ្នឹងសំបីតែលោកអីរត់ឡើងរបួតស្បងរបួតអីផងពេលយកមកដំបងនោះលោកទៅសឹងអីសឹងកាទេហ្នឹងហើយសក់សឹកតែពួកគាត់នោះពោះចិត្តថាមិនដេចបានជាលោកមិនប្រាប់គាត់ឲ្យពួកគាត់ទៅជួបហេតុការណ៍ឡើងពីយប់ឡើងចង់បះសក់ហ្នឹងនេះគឺជាសាច់រឿងរបស់បងថ្លៃខ្ញុំបងប្អូនទាំងអស់គ្នាអូនិយាយចឹងខ្ញុំភ្លេចបញ្ជាក់ប្រាប់នៅហេតុការណ៍របស់លីណាបងប្អូនខ្ញុំភ្លេចនិយាយប្រាប់ទៅនឹកឃើញបងប្អូននៅពេលដែលខ្ញុំនិយាយសាច់រឿងទី2នេះមូលហេតុអីដែលផ្ទះឈើហ្នឹងគឺបានតកែនេះគឺគាត់បានទិញផ្ទះឈើហ្នឹងទៅទិញប្រហែលជាបាន1ឆ្នាំទេតែនឹងគេទុកចោលយូរហើយបងប្អូនហ្នឹងហើយហេតុការណ៍ហ្នឹងគឺប្តីប្រពន្ធហ្នឹងផឹកស្រវឹងហើយក៏ប្រច័ណ្ឌគ្នាបានកាប់សម្លាប់គ្នាណាហើយរហូតដល់បងប្អូនសាច់ញាតិក៏ទុកផ្ទះហ្នឹងចោលគ្មានពីណាគេនៅកើតចឹងណាក៏បានលោកទៅឲ្យថកែហ្នឹងហើយតកែក៏បានទិញតាំងមិនដឹងហេតុការណ៍នឹងកើតឡើងថាវាមិនបែបមិនចឹងណាបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាខ្ញុំយប់ហ្នឹងបាទមានចំនួនតែ2សាច់រឿងទេមានតែ2សាច់រឿងនោះទេដើម្បីយកមកចែកជូនទៅដល់បងប្អូនស្ដាប់កំសាន្តនាពេលរាត្រីហើយសង្ឃឹមថាបងប្អូនស្ដាប់ចាត់ទុកថាជាការកំសាន្តទៅមិនមែនប្រខិតប្រខំបងប្អូនហ្នឹងឲ្យមកជឿទេយើងជឿ50អត់50ចឹងណាបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាខ្ញុំបាទនេត្រាក៏សូមបញ្ចប់នៅសាច់រឿងនៅអេពីសូតទី3នេះវីដេអូអេពីសូតទី3នេះសង្ឃឹមថាបងប្អូនកុំភ្លេចជួយជាវនិងជួយដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅអេពីសូតទី4និងសាច់រឿងថ្មីជាច្រើនទៀតដើម្បីយកមកចែករំលែកចែកជូនទៅដល់បងប្អូនទុកជាការស្ដាប់កំសាន្តហ្នឹងហើយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា